ជារឿងដ៏គួរឲ្យសង្វេគនិងរន្ធត់ចិត្តបំផុតសម្រាប់គូស្នេហ៍មួយគូនេះខណៈដែលដល់ថ្ងៃចូលរោងការទៅហើយបែរជាកើតរឿងអកុសលត្រូវរុះរើរោងការបដូរទៅជារោងបុណ្យសពទៅវិញបន្ទាប់ពីកូនកំឡោះបានដេកស្លាប់សង្ស័យគាំងបេះដូងធ្វើឲ្យកូនក្រមុំបានប្រកាសរំសាយពិធីមង្គលការកូនកំឡោះដែលដេកស្លាប់ចោលកូនក្រមុំមានឈ្មោះអេងធីរិតអាយុ29ឆ្នាំបានទទួលមរណភាពកាលពីវេលាម៉ោង5ទៀបភ្លឺថ្ងៃទី27ខែធ្នូឆ្នាំ2025ចំណែកស្វាមីខ្លួនកូនក្រមុំដែលត្រូវមេម៉ាយខាន់ស្លាមានឈ្មោះសុនខ្ញុំភេទស្រីអាយុ27ឆ្នាំកូនកំឡោះក្រមុំរូបនេះត្រូវចូលរោងការនៅល្ងាចថ្ងៃទី28ខែធ្នូឆ្នាំ2025និងរៀបការទទួលភ្ញៀវពិសាភោជនាហារនៅល្ងាចថ្ងៃទី29ខែធ្នូឆ្នាំ2025នៅគេហដ្ឋានខាងកូនក្រមុំស្ថិតនៅក្នុងភូមិសុភីឃុំស្រែជាខាងជើងស្រុកដងទុងខេត្តកំពតសម័យខ្លួនកូនក្រមុំឈ្មោះសុនខ្ញុំកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025បានបង្ហោះរូបលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមអាពាហ៍ពិពាហ៍របស់ខ្លួនចំនួន2សន្លឹកព្រមទាំងរូបថតត្រៀមរៀបការរបស់ខ្លួនជាមួយនឹងកូនកំឡោះចំនួន2សន្លឹកជាប់ជាមួយនឹងសំណេរថាមង្គលការនាងខ្ញុំសូមរំសាយជាចាំបាច់ដោយនាងខ្ញុំនិងក្រុមគ្រួសារកាន់ទុក្ខដោយគូដណ្ដឹងនាងខ្ញុំបានចាក់ចោលខ្ញុំរហូតហើយសូមសុំការអព្យាស្រ័យផងសូមអរគុណឆ្លើយតបទៅនឹងការសាកសួរពីសំណាក់មិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គមសម័យខ្លួនកូនក្រមុំឈ្មោះសុនខ្ញុំបានបញ្ជាក់ថាគូដណ្ដឹងខ្ញុំគាត់សម្រានស្លាប់អត់ដឹងខ្លួនទេបងគូបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025សម័យកូនក្រមុំឈ្មោះសុនខ្ញុំបានធ្វើការផ្លាស់ប្ដូររូប profile គណនី Facebook របស់ខ្លួនជារូបកាន់ទុកភ្ជាប់ជាមួយនឹងសំណេរថាមិនបងទៅចោលអូនចឹងបងអើយអេងធីរិតចំណែកនារីឈ្មោះអេងស្រីតូចត្រូវជាប្អូនស្រីបង្កើតរបស់កូនកំឡោះបានសរសេរថាខំរៀបចំអីវ៉ាន់ទៅការបងប្អូនមិនជឿទេបងប្រុសតែម្នាក់របស់ប្អូនបងប្រុសលាទៅរហូតហើយមានតែ2នាក់បងប្អូនហេតុអ្វីដាច់ចិត្តម្លេះទៅដោយគ្មានលាមួយម៉ាត់សោះប្អូនស្រីកូនកំឡោះបានបង្ហោះរូបភាពកូនកំឡោះកាលនៅរស់ជាមួយនឹងសំណេរថែមទៀតថាបងស្អែកបងចូលរោងការហើយមិនបងដាច់ចិត្តទៅចោលកូនក្រមុំបងអញ្ចឹងប្អូនស្រីកូនកំឡោះបានសរសេរបន្ថែមនៅថ្ងៃទី29ខែធ្នូឆ្នាំ2025ថាពិធីគម្រប់ខួប7ថ្ងៃរបស់បងប្រុសអេងធីរិតនាងខ្ញុំនិងក្រុមគ្រួសារមានការទុកជាទម្ងន់ដោយបាត់បង់បងប្រុសឈ្មោះអេងធីរិតបានទទួលមរណភាពនៅថ្ងៃទី27ខែធ្នូឆ្នាំ2025នៅវេលាម៉ោង5ព្រឹកដោយរោគគាពៀតក្នុងជំនាយុ29ឆ្នាំដំណឹងដ៏ក្រៀមក្រំនេះចាត់ទុកជាការអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយក្នុងកម្មវិធីបុណ្យនៅថ្ងៃទី1ខែ1ឆ្នាំ2026នៅវេលាម៉ោង2រសៀលលុះព្រឹកឡើងនៅថ្ងៃទី2ខែ1ឆ្នាំ2026ប្រគេនចង្ហាន់ជាកិច្ចបង្ហើយបុណ្យជុំវិញរឿងរ៉ាវដ៏សោកសង្រេងខាងលើនេះបានធ្វើឲ្យមហាជនពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដែងនៅការទឹកចិត្តអាណិតអាសូរចំពោះគូស្នេហ៍ខាងលើជាខ្លាំងពិសេសការសង្វេគអាណិតដល់ស្វាមីខ្លួនកូនក្រមុំដែលជួបរឿងប្រត់និរាសមនុស្សជាទីស្រឡាញ់ចំថ្ងៃចូលរោងការប្រែក្លាយជារោងបុណ្យសពបែបនេះទៅវិញ